ngày nắng nhôm từ tua bàn cái chọp muối đã được nông ní miền lôi $50 năng tu sắm mặc rừng bà tu sắm ní cứ chia tu sắm đại bọn pro nước hàng Phnom Penh dương này nữa bà đã có chia tờ câu apichon bà câu apichon hay có fan mà fan ta bây giờ YouTube hay ban tệ tờ mà nhóm giờ iPhone 15 Pro Max bọc qua đại bánh ha channel để cắn giờ màu ở trong chu chul hay bóng bóng thái anh đangធ្វើអស់តែ$50មែនបាទអត់ទេបាទអានេះគឺយើងតម្រូវដូរអេក្រង់បាទអេក្រង់វាតម្លៃរៀងក្រាលដែរនោះបាទអញ្ចឹងម្ចាស់គាត់ផ្ញើមក50ហើយគាត់ឲ្យ iWatch ខ្ញុំ2គ្រឿងទៀតបាទដើម្បីកាត់កងដោះដូរជាមួយនឹងអេក្រង់ដែលយើងត្រូវធ្វើហ្នឹងណាបាទអញ្ចឹងមិនបងអង្គយូរខ្ញុំក៏ធ្វើការមូលខ្ចៅគូតបាទហើយចាស់មួយចំនួនឬក៏បងប្អូនយើងមួយចំនួននៅតាមតំបន់ដែលហៅថាក្រៀមភាសាគេថាមូលខ្ចៅក្តិតអញ្ចឹងយើងធ្វើការផ្លុំកម្ដៅបាទយើងធ្វើការផ្លុំកម្ដៅដើម្បីធ្វើការកោសឲ្យក្រង់នឹងឡើងហើយបើសិនជាយើងអត់ផ្លុំកម្ដៅទេកោសអត់ចាញ់ទេបាទស្វិតណាស់បាទអញ្ចឹងអានេះគឺយើងកោសចាញ់នេះបាទប្រើអង្គមដើម្បីគៀបកោសឲ្យក្រង់នឹងចាញ់ឡើងដើម្បីធ្វើការ remove screen ហ្នឹងរួចយើងធ្វើការផ្លាស់ប្ដូរនៅអេក្រង់ថ្មី original បាទអញ្ចឹងផ្នែកខាងក្នុងឃើញថាខ្ចីញញលឹតបានបាទហើយថ្មមើលទៅឃើញរៀងជ្រួញមកបន្តិចអានឹងដោយសារតាការធ្លាក់ឬក៏ប៉ះទង្គិចអីមួយថ្មនៅផ្នែកខាងក្នុងវាតែងតែជ្រួញអីតិចតួចហើយបាទអញ្ចឹងយើងធ្វើការ remove screen នេះទុកមួយ unler បាទទុកមួយ unler ហើយយើងធ្វើការឈូសបាទឈូស frame ហើយមិនឈូស frame តែអានឹងគេហៅថាឈូសកាវបាទអាកាវចាស់ហ្នឹងយើងធ្វើការឈូសវាចេញទៅដើម្បីបាត់នៅស្កុតជំរាបទឹកថ្មីដើម្បីការពារធូលីការពារដីការពារជំរាបទឹកលក្ខណៈថាទឹកភ្លៀងអីតិចតួចចឹងណាបាទត្រឹមទឹកពីងទឹកប៉ោតអីអត់ចូលទេបាទបិទហើយគឺធានាឲ្យបាទអញ្ចឹងស្កុតហ្នឹងគឺយើងអាចយកជាការបានស្កុតដែលយើងត្រូវផ្លាស់ប្ដូរវាហ្នឹងបាទអញ្ចឹងនេះខ្ញុំពងតាដាក់អាគមបាទដាក់អាគមនៅកន្លងតួ frame ហ្នឹងដើម្បីសម្អាតវាឲ្យស្អាតមុននឹងចាប់ចូលបាទមុននឹងចាប់ចូលthìការធ្វើនេះដែរគឺដូចជាងនេះលកានៅ switch ចឹងបាទអូចេញមកតម្រង់ហ្មងបាទហើយតម្រង់នឹងគ្មានអីណាទេបាទមិនសូវចេះទេបាទខូចមើលអត់នេះទេគឺដូរយកតែហ្មងបាទអញ្ចឹងខ្ញុំធ្វើការបិទបាទបិទស្កុតបាទបិទស្កុតចូលទៅហើយយើងធ្វើចេញមកឲ្យវាស្តង់បងប្អូនឲ្យវាសមនឹងតម្លៃនៃរបស់ភ្ញៀវបាទយើងធ្វើមានការយកចិត្តទុកដាក់បាទសេរីស្រង់មើលថាវាត្រូវស្តង់ដារវានៅបាទអញ្ចឹងហើយយើងធ្វើការដោះយក sensor បាទ sensor នេះតួនាទីរបស់វាគឺសម្របសម្រួលពន្លឺទៅតាមពន្លឺថ្ងៃបាទបើសិនជាពេលយប់វាទម្លាក់ពន្លឺអូតូពេលថ្ងៃវាបើកពន្លឺអូតូប៉ុន្តែសម្រាប់អេក្រង់ដែលយើងធ្វើការផ្លាស់ប្ដូរហ្នឹងគឺវាលែងអូតូហើយបាទដោយសារវាខុស IC នេះ IC នៅលើក្បាលអេក្រង់ចាំងហ្នឹងបាទបើសិនជាយើងចង់ឲ្យវាអូតូប្រៃមានន័យថាយើងត្រូវលើកបាទយើងត្រូវលើកអា IC ពីក្រង់ចាស់ដើម្បីមកដាក់លើក្រង់ថ្មីអាហ្នឹងស្មើនឹងការជួសជុលទៅលើក្រង់មកតង់ទៀតអាហ្នឹងបានពលឺវាអូតូបាទអញ្ចឹងអានេះគឺយើងបាត់បើកខ្លួនឯងទៅបាទពលឺនឹងរុញចុះរុញឡើងខ្លួនឯងទៅតាមអ្វីដែលយើងចង់បានបាទអញ្ចឹងនេះគឺជាក្រង់ដែលយើងត្រូវផ្លាស់ប្ដូរបាទយើងធ្វើការតេស្តទៅលើថាចបាទថាវាដើរគ្រប់សពអត់ជ្រុងជ្រោយនៃគៀនអេក្រង់ color មកទៅឃើញថាស្អាតដិតពណ៌ស្អាតអត់អញ្ចឹងណាបាទអញ្ចឹងយើងចូលមើល message ខាងក្នុងឃើញថា display unknown មានន័យថាវា detect IC ហ្នឹងមិនមែនជារបស់វា IC នៅក្បាលអេក្រង់បើសិនជាយើងអត់ចង់ឲ្យវា load message យើងត្រូវការយក IC ពីអេក្រង់ចាស់ហ្នឹងដើម្បីមកផ្លុំដាក់នៅលើអេក្រង់ថ្មីដែលយើងត្រូវផ្លាស់ប្ដូរហ្នឹងបាទប៉ុន្តែអាហ្នឹងវាមិនជាអ្វីទេបាទវាមិនបង្កឯណាដល់ការប្រើប្រាស់បាត់ solution បាត់អីទេបាទយើងដូរទៅឃើញថាប្រើបានធម្មតាអត់អីទេបាទអញ្ចឹងបើសិនជាសម្រាប់នៅតាមហាងឬក៏កន្លែងដែលគេជួសជុលលក់អាហ្នឹងគឺគេតម្រូវលើក IC ហ្នឹងហើយដើម្បីកុំឲ្យភ្ញៀវឆែកទៅដឹងអញ្ចឹងណាបាទអញ្ចឹងអានេះគឺជាលទ្ធផលសម្រាប់ហើយបាទយើងធ្វើការកាប់ឆាច់ទៅអាហ្នឹងគឺស៊ីលុយបាត់ទៅហើយបាទយើងធ្វើការចាប់ខ្ចៅគូតមកបាទរួចជូតឲ្យស្អាតមើលទៅឲ្យតែលក្ខណៈថាលិតបានណាបាទឲ្យមើលទៅភ្លឹងណាបាទអញ្ចឹងយើងតេស្តម្សាទៀតយើងត្រូវ make sure តេស្តម្សាទៀតហើយយកមកដាក់នៅម៉ាស៊ីនបាទគេហៅថាម៉ាស៊ីន
grip បាទហ្នឹងគឺគេសង្កត់ដើម្បីឲ្យសាច់អេក្រង់នឹងតួហ្នឹងវាស្អិតជាប់គ្នាឲ្យដូចដើមអញ្ចឹងណាបាទហើយការស្កត់នេះដែររយៈពេល10នាទីបាទអញ្ចឹងទៅឃើញថាអែមស្រែមហើយយើងធ្វើការតេស្តបាទតេស្តមើលសម្ពាធឈាមមើលថាសម្ពាធឈាមហ្នឹងវាដើរស្រួលឬក៏អត់អញ្ចឹងណានិយាយទៅមួយសេតហ្នឹងចេញមកដូចទម្រង់ពេទ្យបណ្ដោយបាទអានេះគឺយើងធ្វើការវាស់សម្ពាធខ្យល់ថាវាការពារបានឬក៏អត់ឃើញថាខ្យល់ណែនប៉ះបាទឃើញទេប៉ុណ្ណឹងគឺអែមស្រែមបាត់ទៅហើយបាទអត់ដឹងថាកោះទេបាទអញ្ចឹងអាហ្នឹងគឺយើងអាចយកទៅប្រើប្រាស់បានកុំឲ្យថាចុះលេងក្នុងទឹកអាហ្នឹងវាអាចនឹងចូលបើថាត្រឹមតែទឹកភ្លៀងឯងអត់អីទេបាទហ្នឹងហើយ